សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់កម្មវិធីជាអ្វីនេះគឺជាអេពីសូតថ្មីអរគុណមែនទែនសម្រាប់ការគាំទ្រអរគុណសម្រាប់ការ like ការ follow សង្ឃឹមថាតួលេខនឹងកើនឡើងជាលំដាប់អ្វីដែលសំខាន់អរគុណនឹងការ share អរគុណរាល់មតិរបស់បងប្អូនទាំងអស់ដែលព្យាយាមធ្វើឲ្យកម្មវិធីហ្នឹងវាល្អឲ្យដើរទៅមុខធ្វើបែបណាដែលធ្វើឲ្យបងប្អូនជក់ចិត្តធ្វើបែបណាដែលកម្មវិធីនឹងប្រសើរអរគុណមែនទែនរាល់មតិវិជ្ជមានពួកយើងពិតជាបានយកវាធ្វើជាយកពាក្យពេចន៍របស់បងប្អូនទាំងអស់គ្នាយកមកទៅអភិវឌ្ឍរបស់កម្មវិធីខ្លួនឯងឲ្យកាន់តែល្អជាក់ស្ដែងដោយបងឃើញហើយគឺពួកយើងមាន clip on mic អញ្ចឹងហើយសំឡេងគឺល្អជាងមុនហើយហ្នឹងហើយសួស្តីអ្នកនរគ្នាខ្ញុំលោកគ្រូចិនសែបាទខ្ញុំប្រហែលជា2-3វីដេអូឬមួយក៏មួយរយៈតែវិលមកជួបអត់ចោលបងប្អូនវិញទេដោយសារតែមានភាកិច្ចរវល់ច្រើនមែនតែហ្មងរវល់ច្រើនមែនតែកាយក៏អត់ភ្លេចជាមួយនឹងការបច្ច័យរំលែកនៅរឿងផ្សេងមួយទៀតពាក់ព័ន្ធជាមួយនឹងសំឡេងខ្ញុំតែងតែឮខ្ញុំមិនមែនឮគឺយើងអត់ដែរបានឮគាត់និយាយយើងឃើញគាត់ comment អញ្ចឹង comment ថាអូសំឡេងមិនសូវជាល្អទេពួកយើងទទួលយកហើយអ្វីដែលខ្ញុំសប្បាយចិត្តបំផុតគឺខ្ញុំមានអារម្មណ៍ថាគាត់គេហៅថាគាត់ស្រឡាញ់យើងគាត់មើលយើងហើយគាត់ comment ប្រាប់ថាសំឡេងអត់សូវល្អទេសូមកែតម្រូវកន្លែងហ្នឹងអញ្ចឹងយើងទទួលយកហើយគាត់មើលរហូតដល់ចប់ហើយគាត់ comment មួយទៀតថាសាច់រឿងនេះល្អមើលមែនតើអញ្ចឹងមានថាគាត់ចូលចិត្តយើងមែនតើចូលចិត្តកម្មវិធីយើងមែនតើប៉ុន្តែអ្វីដែលបងប្អូនឆ្ងល់ថាហេតុអីបងប្អូនប្រាប់យើងតាំងពីវីដេអូទី1ថាសំឡេងអត់ល្អទេមិនបាននៅទី2ទី3នៅតែមានបញ្ហាដោយសារតែពួកយើងថតទុករហូតដល់4វីដេអូអញ្ចឹង4វីដេអូដំបូង4ហ្នឹងហើយ4 5វីដេអូហ្នឹងអញ្ចឹងបើសិនជាមួយហ្នឹងគឺមានបញ្ហាសំឡេងគឺពួកយើងត្រូវតែមានឧបសគ្គទាំង5ហ្មងអញ្ចឹងសូមតែហ្នឹងឲ្យបងប្អូនយល់ទីព្រោះយើងមិនមែនថតមួយសប្តាហ៍មួយវីដេអូទេបាទអញ្ចឹងសង្ឃឹមថានេះចាប់ពីវីដេអូដែលបងប្អូនកំពុងតែមើលហ្នឹងទៅគឺសំឡេងគឺព្រោះគួរឲ្យចង់ស្ដាប់បាទអញ្ចឹងទ្រាំជាមួយពួកយើងតាំងពីដើមហើយគាត់ជាមនុស្សរវល់មែនតើដោយបងដឹងអញ្ចឹងហើយខ្ញុំក៏មិនមែនធ្វើតែកម្មវិធីហ្នឹងដែរអញ្ចឹងខ្ញុំមានរបបរបស់ខ្ញុំគាត់មានរបបរបស់គាត់ដែលពួកយើងរវល់តែអ្វីដែលពួកយើងធ្វើនេះគឺការចែកម្លែកមួយដោយស្មោះត្រង់ដោយសប្បាយចិត្តក្នុងការធ្វើម៉េចឲ្យបងប្អូនទាំងអស់គ្នាកំសាន្តបែបផែនមួយទៀតជាមួយចំណេះដឹងថ្មីអញ្ចឹងទៅហ្នឹងហើយក៏ប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនកុំខឹងបងប្អូនគឺជាមនុស្សសំណាងបំផុតដែលគាត់បានឃើញវីដេអូរបស់យើងពីដំបូងហើយបើសិនជាបងប្អូនបន្តតាមដានឥឡូវយើងមានបញ្ហាសលេងមែនទេបងប្អូនប្រាប់យើងមកបងប្អូនរីគុណដើម្បីសាប់បណ្ណាបងសំលេងយើងល្អក្រោយមកពលឺយើងល្អកម្មវិធីយើងល្អទៅបងប្អូនហ្នឹងឯងគឺជាអ្នករួមសុខរួមទុកជាមួយកម្មវិធីជាអ្វីហ្នឹងអញ្ចឹងខ្ញុំសង្ឃឹមថាយើងនៅបន្តបងប្អូនយ៉ាងណាស្ដាប់ពួកខ្ញុំជាអ្នកធ្វើអញ្ចឹងថ្ងៃហ្នឹងពួកយើងនឹងបានចែករំលែកទៀតហើយពាក់ព័ន្ធជាមួយនឹងរឿងអបិយជំនឿឬមួយក៏អារូបមួយចំនួនហើយតែជាពិសេសយើងមាន fan ឬមួយក៏ប្រិយមិត្តរបស់យើងគាត់ផ្ញើសាច់រឿងមកឲ្យហើយគាត់ឲ្យយើងយកសាច់រឿងរបស់គាត់ហ្នឹងមកចែករំលែកបាទតែដូចខ្ញុំនិយាយចឹងសាច់រឿងបងប្អូនយើងយកមកចែករំលែកពីច្រើនយើងអត់ចង់ចែកឲ្យអស់ទេមានថាត្រូវលាក់ខ្លះឬមួយក៏កន្លែងខ្លះយើងអត់គួរចែករំលែកប៉ុន្តែមួយរយៈនេះសូមសរសើរហ្មងលាក់រឿងគាត់គឺគាត់ខឹងយើងវិញហេតុអីបានអត់យកមកនិយាយអស់សឹងតែថាពេលខ្លះយើងបារម្ភថាវាប៉ះពាល់តែគាត់ទៅជាអត់វិញទៅជាខឹងយើងថាមិនព្រមមកនិយាយបើយកមកទៀតមកដឹងតែឆ្ងាញ់ហ្មងអញ្ចឹងថ្ងៃនេះយើងមានមួយរឿងដែរបាទថ្ងៃនេះពួកយើងទទួលបានមួយរឿងហើយអរគុណសម្រាប់បងស្រីដែលបានចែកម្លែកសាច់រឿងហ្នឹងមក page ហើយខ្ញុំបានសួរដែរថាខ្ញុំអាចចែកពួកយើងអាចចែកម្លែកបានអត់ពួក admin គាត់ប្រាប់ឲ្យខ្ញុំចូលមើលសាច់រឿងហ្នឹងហើយខ្ញុំចូលមើលសាច់រឿងហ្នឹងហើយគឺសាហាវខ្ញុំប្រាប់ថាសាហាវខ្ញុំអានសាច់រឿងហ្នឹងហើយក៏ព្រឺហូមដែរហើយខ្ញុំសួរថាខ្ញុំអាចចែកម្លែកបានអត់គាត់ប្រាប់ថាមិនដឹងទេថាខ្ញុំ share ហ្នឹងគឺដើម្បីឲ្យថ្ងៃចែកម្លែកព្រោះអ្វីគោលបំណងគឺធ្វើម៉េចឲ្យបងប្អូនដែលតាមដានកម្មវិធីបងឯងហ្នឹងឲ្យដឹងថាមានរឿងហេតុអីកើតឡើងចំពោះគាត់ដែលវាជារឿងសាមញ្ញដែលយើងគិតថាវាអត់អីទេតែវាទៅជារឿងអីដែលហេតុការណ៍មួយនោះប៊ីសយកជីវិតរបស់គាត់បានប៊ីសយកជីវិតរបស់គាត់បានគឺសាហាវមែនតើហើយគាត់ដាក់ថ្ងៃដាក់ទាំងខែដាក់សឹងតែដាក់ទាំងម៉ោងគេណាតែដោយឡែកសាច់រឿងមួយហ្នឹងខ្ញុំអត់បញ្ជាក់ថ្ងៃខែអីទេខ្ញុំគ្រាន់តែបញ្ជាក់កំឡុងប្រហែលប៉ុណ្ណាហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងស្ដាប់តាំងពីដើមរហូតដល់ចប់ផ្ចិតផ្ចង់ស្ដាប់មែនតើព្រោះសាច់រឿងមួយនេះបើសិនជាបងប្អូនដាក់នៅមនោចិត្តរបស់បងប្អូនទាំងអស់គ្នាក្នុងការស្ដាប់សាច់រឿងដែលខ្ញុំនឹងរៀបរាប់ប្រាប់បងប្អូនទាំងអស់គ្នានឹងអាចសម័យឃើញទស្សនវិជ្ជាទាំងស្រុងតែម្ដងលើសាច់រឿងហ្នឹងអញ្ចឹងបង្កើនឲ្យបទពិសោធន៍របស់បងប្អូននៅក្នុងការទស្សនាហ្នឹងគឺឡើងមកកម្រិតទៀតចង់ស្ដាប់ទេសាច់រឿងហ្នឹងស្ដាប់អូខេកុំឲ្យថាពេលវេលាយូរអញ្ចឹងបងស្រីមួយហ្នឹងបានចែកម្លែកនៅសាច់រឿងហ្នឹងយើងដាក់ថាឈ្មោះបងពីរចុះណាបងពីរដើម្បីឲ្យស្រួលអញ្ចឹងបងពីរគាត់បានចែករឿងមួយហ្នឹងមកដល់កម្មវិធី page របស់យើងដោយឡែកខ្ញុំក៏កត់គោលហើយខ្ញុំអត់បកកាយចាំទេអញ្ចឹងខ្ញុំសរសេរគោលសាច់រឿងនៅក្នុង
iPad របស់ខ្ញុំចឹងក្នុងករណីហ្នឹងខ្ញុំជាខ្ញុំសង្ឃឹមថាបងប្អូនអាចគ្រប់គ្រងបានអាចយល់បានចឹងបងពីសាច់រឿងរបស់គាត់គឺបានកើតឡើងនៅក្នុងកំឡុងពាក់កណ្ដាលឆ្នាំម្ដុំពាក់កណ្ដាលឆ្នាំ2022ហ្នឹងឯងបាទអញ្ចឹងបៀងបកក្រោយវិញប្រហែលជា2ឆ្នាំទេ1ឆ្នាំកន្លះបាទហ្នឹងហើយ1ឆ្នាំកន្លះទេគឺថ្មីជ្រើងតែម្ដងដើមហេតុគឺចេញមកពីទូសំអាងមួយដែលធ្វើមកពីឈើទូសំអាងដែលធ្វើមកពីឈើប្រណិតបាទអញ្ចឹងសាច់រឿងហ្នឹងគឺអញ្ចឹងគាត់មានមីងរបស់គាត់មួយបាទមីងរបស់គាត់ម្នាក់ហ្នឹងគាត់ស្រឡាញ់បងពីខ្លាំងមែនតើដល់ពេលអញ្ចឹងជាអំណោយចិត្តគាត់ជូនទៅបងពីគាត់ក៏សម្រេចចិត្តថាធ្វើទូសំអាងមួយដែលអត់មានបំណងក្រអីទេគឺល្អស្រឡាញ់ក្មួយធ្វើទូសំអាងប្រហែលជា1ម៉ែត្រ2ទឹក1ម៉ែត្រ4ទឹកហើយឈើហ្នឹងគឺស្អាតមែនតើបាទខ្ញុំឃើញរូបគាត់ផ្ញើទាំងរូបមកទៀតបាទមានក្បាច់តបកឈូកនៅជុំវិញមានជាប់ដោយក្បាច់ភ្ញីនិយាយទៅទូបុរាណរបស់ខ្មែរគឺស្អាតមែនតើបងដែលគាត់កំងចេញពីបែកភូមិភាគឦសានបាទយើងដឹងហើយបាទនិយាយថាឦសានហ្នឹងដឹងតែសម្បូរឈើស្អាតៗហ្នឹងเนาะជាងក៏ល្អដែរអញ្ចឹងរៀបចំហើយអីហើយស្អាតហើយក៏បញ្ជូនមកផ្ទះគាត់បញ្ជាក់ផងដែរថាផ្ទះរបស់គាត់គឺជាប្រភេទផ្ទះល្វែង2ជាន់ដែលមានបន្ទប់ឡើងទឿហើយបន្ទប់ឡើងទឿហ្នឹងហើយដែលជាបន្ទប់របស់7ហ្នឹងអញ្ចឹងបន្ទប់ឡើងទឿនេះផងដែរដោយបងប្អូនដឹងវាអត់ខ្ពស់ទេវាពីដានអីក៏អត់ខ្ពស់ទំហំបន្ទប់ក៏អត់ខ្ពស់ដែរអញ្ចឹងជាធម្មតាអីវ៉ាន់មួយដែលមានភ្ជាប់ដោយអរូបមកឬក៏ជាផ្ទះរបស់គេឬក៏ជាករណីណាមួយដែលភ្ជាប់អមនុស្សតែចូលមកដល់ផ្ទះភ្លាមវាអត់ដែលធ្វើទុកភ្លាមទេណាបងវាត្រូវ skip ស្ទង់អីចឹងទៅយើងសន្មតថាអញ្ចឹងណាសេរីផ្លូវក្នុងបាទសេរីផ្លូវក្នុងបាទសេរីផ្លូវក្នុងសិនថាតើគាត់អាចធ្វើម្ចាស់ផ្ទះនឹងបានរបៀបណាអញ្ចឹងវាអាចស៊ីពេលមួយអាទិត្យពីអាទិត្យមួយខែ3ខែអញ្ចឹងទៅเนาะពេលខ្លះករណីខ្លះអាចចូលដល់ច្រើនទៀតប៉ុន្តែករណីរបស់ទី2ជាករណីពិសេសដែលកើតឡើងតាំងពីថ្ងៃទី1យប់ទី1ដែលយកទូសំអាងនឹងចូលមកភ្លាមតែម្ដងសាហាវណាអញ្ចឹងអ្វីដែលកើតឡើងនេះអត់មានសម្រាកសម្រន់ទេបាទបញ្ជាក់គឺតជាប់គ្នាពីមួយយប់ទៅមួយយប់គឺហេតុការតទៅគ្នារហូតដល់ហ្មងហើយបើយើងនិយាយពីរឿងវាមកបាទនិយាយអត់មានឲ្យមានពេលដកដង្ហើមបើសាច់រឿងវិញត្រូវមានពេលតែថាស្អែកឡើងទៅរកគ្រូស្អែកឡើងអីអញ្ចឹងអត់មានហ្មងគឺតមកខ្ញុំអានមកបាសសក់បាទអានខ្ញុំទៅសើចិត្តគាត់មែនទែនសើចិត្តគាត់ខ្លាំងមែនទែនតោះឥឡូវយើងចូលដល់ថ្ងៃទី1ដែលគាត់ជួបសាច់រឿងហេតុការណ៍ទី1ចឹងថ្ងៃហ្នឹងនៅពេលដែលតឡើងទូហើយភ្លៀងគាត់ក៏មួយទឹកឃើញមើលទូខ្លួនឯងឆ្លងចាក់អញ្ចឹងដែរតំណងទៅទូមួយហ្នឹងគាត់រៀបចំហើយយប់ឡើងគាត់ចូលគេងនៅពេលដែលគាត់គេងនៅគេគេងភ្លាមមកស្រាប់តែគាត់ភ្ញាក់ព្រឹកភ្ញាក់កន្ទះដូចមានអីមកដាស់គាត់អញ្ចឹងភ្ញាក់កន្ទះដោយសំឡេងមួយសំឡេងហ្នឹងគឺជាសំឡេងតែគាត់ប្រាប់ខ្ញុំច្បាស់ណាជាសំឡេងមួយដែលដូចយើងប្រៀបប្រដូចជាមួយនឹងយើងយកគ្រឿងmake up ដែលខ្លងដែកខ្លងថ្មបាទកាន់ឈរទម្លាក់អញ្ចឹងឬក្ដុងអញ្ចឹងបងអញ្ចឹងគាត់លឺសំឡេងគាត់ភ្ញាក់នឹងព្រើតហ្មងបាទភ្ញាក់នឹងព្រើតគាត់ស្វេស្វាដើម្បីយកពិលមកឆ្លោះទូរស័ព្ទអីចឹងទៅមានស្អីគេធ្លាក់អញ្ចឹងគាត់ឆ្លោះឆ្វេងឆ្លោះស្ដាំចោលអត់មានអីទេបន្ទប់របស់គាត់គឺរៀបរយទៅតាមធម្មតាបាទអត់មានគ្រឿង make up មួយណាដែលធ្លាក់ខុសប្រក្រតីអត់មានល្មៀលអត់មានអីទាំងអស់បាទអញ្ចឹងយើងដឹងថាយប់ឡើងសូម្បីតែសំឡេងដើរចង់ដើរថ្នមប៉ុណ្ណាក៏ដែរក៏លឺដែរពេលខ្លះយើងអាចភ្ញាក់ដោយសារសំឡេងដានជាងហ្នឹងផងប៉ុន្តែករណីនេះគឺសំឡេងក្ដុំមួយនឹងធ្វើឲ្យគាត់ភ្ញាក់កន្ទះធម្មតាដែលយើងពងគេងស្ងប់គឺភ្ញាក់កន្ទះតែម្ដងអត់មានបញ្ហាអីទេគាត់ក៏គេងឡើងវិញបន្ទាប់មកដល់ថ្ងៃបន្ទាប់គេងប្រតិបត្តិការសកម្មភាពរបស់គាត់ធម្មតាដល់ពេលគេងគឺគាត់យល់សពតែយល់សពម្ដងនេះគឺស្រីតែម្ដងអ្វីដែលគាត់យល់សពឃើញគឺមានមនុស្សស្រីម្នាក់ស្លៀករ៉ូបសពីលើដល់ចុងជើងរ៉ូបសសុទ្ធសក់វែងត្រឹមជង្គង់និយាយដងណាក៏ភឺតែស្អីរឿងនេះដល់ជង្គង់ណាគ្រប់មុខចិត្តហ្មងចោលមុខគាត់ប្រាប់ទៅចិត្តចាញ់ពីកន្លែងអញសុំទោសផងដែលប្រើពាក្យចេញពីកន្លែងអញភ្លាមដូចអញ្ចឹងណាអញ្ចឹងគាត់ក៏និយាយឲ្យភ្លាមលើកដៃពីររត់មករកច្បាច់កគាត់ហ្មងនៅក្នុងយល់សំហ្នឹងបាសរត់មកច្បាច់កគាត់ហ្នឹងប៉ុន្តែគាត់ថាអញ្ចឹងមិនដឹងថាហេតុអីបើនៅពេលដែលរត់ចូលមកវាដូចមានអីបាំងណាមានអីបាំងដែលម្នាក់ស្រីនៅក្នុងយល់សំចូលអត់ដល់ទេ
bà chỗ đó đôi với mình trang sọc ban mình mua để dân mưa khơi đã chỗ đo quạt đo pe vô sọp thầm bên năng chi yếm không nhung chi yếm bọc chỗ thang mình nè xây năng cho chi yếm bọc chỗ bọc hai bọc tiết viết ọt từ hối sẽ là quát nhẹ là đổi xa tại sầm lên rồi bọc mà đại quạt đạiเป็นเรื่องลายโกนเงือบล่างจะมาโคมเห็นวิ่งจังก่อนสู้ทันจะเจ้าบอกก่อนเงือบแม่ก่อนเอาใจให้กันไม่อะไรหนึ่งจังยังจังไอ้บองพระองค์สมัยเคยตัวเพียบโยสอบมวยนึงนะตาบอกส่วนจะขนมสุดท้ายเพียบมวยอะไรยังสมัยทานจะโยสอบระเบียบเงินเจ้าจับลิดมาเนี่ยเสร็จนั้นจะเมาขบมุกไอ้หุ่นมาหัวบองพระองค์ป้าเอาเรื่องขนมโยสอบมาได้แบบยิงเจ้าดองไงที่เบ้นะยุบทำไมมวยเตี้ยนะยุบทำไมมวยเตี้ยกดโยสอบเตี้ยvô sọp khơi mình nẹt năng tài khơi mình nẹt năng tài lắm bọn admin khơi nã kẹp xây thế rụp sọ quế thầm cho cuốn tai đòn nướng chọn một quạt hãy đánh quạt chân pi bằng tục rồi bỏ quạt đòn ní quạt khơi từ đập hiệp là không phải tục bỏ quạt đó nè vô sọp thì cứ khơi này vô sọp đài không phải tục bỏ quạt mà nói phía đó từ tục bỏ quạt hay mình nẹt nó cứ cho hơi đánh quạt chân thảm tục ăn mới nè anh mà nơi không tục anh chẳng tranh quát thôi, mà nè sấy ni mà bình á, được không vô sọp á, mà nè sấy ni mà bình á, mà còn đánh quát tranh việc tục bọc luôn anh chẳng không cả đấy nó còn phải ọt đê nhau một tranh thế tục bằng tục nhau, chẳng hạn nè sấy nó không tiết chẳng hơi có sấy ta, mà nè sấy nó nâng sầm lạp quạt, chỉ biết nó nâng sầm lạp quạt, nhẹ lang một đòn tiết đòi sầm đình mà đại quạt sai chỉ thằng mày đôi chui dùng cột đói cần lần chẳng chẳng pi dục ni đá tặng vô sọp lực thì mùi lực thì pi nó quạt phèn mà đái quạt bục quạt đôi kia đó chẳng hay đăng mà đái quạt vậy thầm mà vậy mau pi cồn ai nắng chỗ chặt mưa hưởng không mau chởn pe chỗ chặt sáp hưởng không mau chởn pe khơi nhé vô tái vô sọp khơi tập pi chẳng chụp mưa tay để quạt chỗ chặt sáp hưởng không mau vậy chỉ cả cảm san đôi bóng cồn ở đây mưa cảm thi chiều vậy chẳng chỉ cả cảm san chẳng có cha đó mình thơm mà chứ ok nắng chia sai hướng dục tỷ bấy á đòi phải dục tỷ buồn vô sọp khơi mà nè nắng chởn vô bay thử ấy một nắng như chỉ bay dục á bay dục này này hạt cá bay này tên khơi cho bác bay cho bác nó không vô sọp bay dục vậy bỏ sân chỉ bong ôn bình ta bong ôn mẹ nó thay hiện phử lọt bỏ nhóm chặt ăn phử rồi đôi đòn một nhóm trái sai hướngแต่ตรงอยู่มวยนังแต่บ่ยอมสั่งหรือเปล่าจังนั้นก่อนดังแต่นั้นเป็นควายเพลงอยู่ได้เล่นอยู่ให้เจ้าตุ่มรองว่องใส่แต่กดโยสอบเคยปียุกบางปีนึงโยสอบเคยปียุกจอบគ្នាจ้ะจักบ้านน่ะกดผือเลยกดผือខ្លាំងจังให้เอาไปដែលសំខាន់គឺគាត់ព្យាយាមធ្វើម៉េចឲ្យនៅរៀងយូរកុំឲ្យឆាប់គេងពេកបាទកុំឲ្យឆាប់គេងអញ្ចឹងគាត់បិទភ្លើងត្រឡប់របស់គាត់បិទភ្លើងខ្ញុំសរសើរខ្ញុំបើកភ្លើងហើយអញ្ចឹងគាត់បិទភ្លើងគាត់ឡើងហក់ឡើងលើពុករបស់គាត់គាត់ចុចទូរស័ព្ទអញ្ចឹងទស្សនភាពហ្នឹងខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាឲ្យបងប្អូនទាំងអស់គ្នាយល់អញ្ចឹងរបៀបគាត់ចុចគឺមិនមែនបែរចំហៀងចុចទេសូមបញ្ជាក់គឺគាត់លក្ខណៈដូចគាត់ប៉ិតត្រឹមកញ្ចឹងកនេះជាមួយនឹងក្បាលខែយល់ហើយនិយាយទៅអង្គុយផ្អែកក្បាលខែហ្នឹងហើយអង្គុយមិនមែនទស្សនភាពអង្គុយទាំងស្រុងហ្មងពាក់កណ្ដាលអង្គុយពាក់កណ្ដាលគេហ្នឹងហើយអញ្ចឹងគាត់ចុចទូរស័ព្ទអញ្ចឹងនៅពេលដែលគាត់ចុចទូរស័ព្ទអញ្ចឹងលេងអូ Facebook អូ Instagram អី chat មួយពួកម៉ែអីជាដើមឡាមើលម៉ោងទៅដូចរៀងយប់បាទដូចរៀងយប់អញ្ចឹងក៏គាត់សម្រាប់ចិត្តថាចូលគេងដើម្បីបិទទូរស័ព្ទសាកថ្មចូលគេងនិយាយសួរស្ដាប់មកដឹងថាមកសកម្មភាពនេះគាត់ក៏លេខខ្លួនមកដកទូរស័ព្ទចេញពីមុខគាត់នឹងគាត់ឃើញអីសំមោតខ្មៅជ្រងខ្មៅធំមែនទេនេះមិនស្វាំងអីក្រោមទូរស័ព្ទទេណែកន្លែងហ្នឹងដែលខ្ញុំចង់និយាយដូចគ្នាជ្រងខ្មៅធំមែនទេនៅឈរចំជើងនៅកន្លែងឈុំខែរបស់គាត់ហ្នឹងហ្មងនេះឈរកន្លែងខែគាត់ហ្នឹងឈរខែគាត់បាទអញ្ចឹងក្នុងករណីហ្នឹងបើសិនជាគាត់ឃើញមកផ្លែតយើងអាចចោទពេលខ្លះយើងមើលទូរស័ព្ទទៅវាអាចដោយសារតែសម្ោលអីចឹងហ្នឹងហើយប៉ុន្តែគាត់ប្រាប់ច្បាស់ណាមិនមែនឃើញមកព្រិចភ្នែកណាបច្ចៈណាហូលឈរនៅនឹងយូរមែនទេឈរយូរមែនទេរហូតដល់គាត់ភ័យស្លុតភ័យអត់ដឹងធ្វើមិនខ្មិចអត់ដឹងថារបៀបភ័យកាំងរត់ក៏មិនបានអីក៏មិនបានតែគាត់ព្យាយាមទៅធាក់ធ្វើមិនឲ្យឡើងដល់ក្បាលខែមានន័យថាគាត់ជើងគាត់ធ្វើមិនក៏វិញគាត់ធ្វើមិនក៏ប៉ុន្តែហ្នឹងឲ្យបងប្អូនសម័យចេញអាសេរីថាខ្លាចគេចាប់ជើងចុងទៅព្យាយាមថយឲ្យកាន់តែឆ្ងាយកាន់តែល្អហ្នឹងហើយសម្រាប់ថាមានគេចាក់ជើងអញ្ចឹងយើងព្យាយាមធ្វើមិនដកជើងចេញយល់ហ្នឹងហើយប៉ុន្តែសម្រាប់ខ្មែរហ្នឹងណា
ទឹកបិទតែគាត់ឃើញជាសមោកខ្មែរមែនប៉ុន្តែនៅក្នុងខួរក្បាលរបស់គាត់ 100% អារម្មណ៍របស់យើងដឹងហ្មងថាម្នាក់ស្រីនៅក្នុងយល់សប្តិចឹងគាត់គ្រាន់គួយភ្លាមគាត់ទៅធាក់ទៅក្រោយចង់ស្រែកហៅប៉ាម៉ាក់គាត់ប៉ុន្តែគាត់ថាយប់ហើយនឹងពួកគាត់គេងអស់ហើយចឹងអត់ហ៊ានហៅទេខ្លាចរំខានប៉ាម៉ាក់ណែចាស់វិញទៀតខ្ញុំតសើចិត្តគាត់វិធីនឹងជាជំរើសចុងក្រោយរបស់គាត់គឺគាត់ទាញហួយកលុំពីក្បាលដល់ចុងជើងសង្ងំគេងតតែគេងលូត អត់ទេសរសើរមែន បាទតសើ សើមែនរឹងមាំសាហាវ រឹងមាំបើសិនជាខ្ញុំស្រែកផ្អើលផ្ទះស្រែកផ្អើលផ្ទះតែម្ដង ទៀតបងទៀត បាទជួអីណោះ ជក់បាទ ស្អែកឡើងគាត់ប្រាប់ប៉ាម៉ាក់គាត់ចាប់ផ្ដើមស្ដាប់រឿងរបស់កូនគាត់ចាប់ផ្ដើមដឹងថាអត់ស្រួលហើយច្បាស់ជាអត់ស្រួលហើយហេតុអីតាំងពីហេតុការណ៍ទី1ទី2គាត់បានចោទកូនគាត់ថាមើលរឿងខ្មោចជើងពេកប៉ុន្តែដងនេះកូនគាត់ឃើញសម្ោស្របពេលដែលទូសំអាងមួយនឹងវាថ្មីជ្រើងដែលចូលដល់បន្ទប់ឡើងទឿរបស់កូនស្រីគាត់ណោះចឹងអត់មានអីអនទេប៉ារបស់គាត់ចាប់ផ្ដើមដើរចូលផ្ទះល្ងាចឡើងយកទឹកមកផ្តិលយកអំបោះក្រហមហើយនឹងយកព្រះពុទ្ធរូបខ្ញុំគាត់កន្លែងហ្នឹងគាត់អត់បានបញ្ជាក់ថាជារូបព្រះពុទ្ធឬក៏ជារូបសំណាក់របស់ព្រះពុទ្ធបានហើយរូបគំនូរឬក៏រូបសំណាក់ទេប៉ុន្តែខ្ញុំសន្មតថាជារូបគំនូរព្រះពុទ្ធបាទអញ្ចឹងអត់មានអីអនកាន់អីបានអស់ហើយដើរចូលបន្ទប់កូនស្រីគាត់ព្យួររូបពុទ្ធយកទឹកប្រោសពេញបន្ទប់បាទប្រហែលគាត់ចេះអីខ្លះហើយចាស់ៗเนาะគាត់អាចយល់ច្រើន បាទគាត់យកខ្សែអំបោះមួយហ្នឹងយកទៅចងជាមួយនឹងជើងទូសំអាងថ្មីហ្នឹងតុកសំអាងតុកទូសំអាងហ្នឹងណាគាត់ជើងចងហ្នឹងសួរថាបាត់អត់បាត់2-3ថ្ងៃ2-3ថ្ងៃទេបាត់គេហៅស្ងប់ បាទបាត់2-3ថ្ងៃស្រៀងស្ងប់2-3ថ្ងៃហ្នឹងហើយស្ងប់2-3ថ្ងៃ 2-3ថ្ងៃក្រោយមកគាត់គិតថាអ្វីវាប្រហែលជាល្អប្រសើរហើយប៉ុន្តែវាអត់ល្អប្រសើរហើយបាទអត់ល្អប្រសើរហើយព្រោះថ្ងៃនោះគាត់យប់ឡើងតាមទម្លាប់ចុចទូរស័ព្ទអីធម្មតាណានៅពេលដែលគាត់ថាដល់ម៉ោងគេងគាត់យកទូរស័ព្ទទៅសាកថ្មដដែលណាអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនសម័យឃើញទស្សនវិជ្ជាមួយហ្នឹងគាត់នៅលើពុកចំកណ្ដាលពុកចុះអញ្ចឹងនៅពេលដែលបងប្អូនចង់ចុះពីពុកត្រូវកលទៅគៀននៅពេលដែលគាត់ដាក់ជើងមកខាងដល់ឥតមកប៉ះឥតហ្នឹងដឹងគាត់ឃើញអីមនុស្សស្រីម្នាក់អង្គុយនៅឥតជាសមោលខ្មៅប៉ុន្តែគាត់ថាត្បិតតែជាសមោលខ្មៅមែនប៉ុន្តែគាត់ដឹងហ្មងថាស្លៀករ៉ូបសសក់វែងគ្រប់មុខអង្គុយនៅគាត់នឹងខ្មៅហើយមិនសមោលទេបាទព្រោះខ្មៅអត់ដែរចេញមកទាំងណែនេះគឺចេញមកចេះគឺហៅសាស្រស់ហើយគឺស្រស់ហើយបាទអញ្ចឹងគាត់អត់រៀងស៊ំដែរហ្នឹងក៏ឃើញពី3យប់ជាប់គ្នាហ្នឹងអញ្ចឹងគាត់ធ្វើអត់ដឹងហើយគាត់ក៏ទៅសាកថ្មហើយគាត់គេងធម្មតាទៅមកព្រឹបបង្ហាញខ្លួនមកព្រឹបបាទអត់យូរដូចការឈរចុងជើងហ្នឹងទេមកព្រឹបឯហ្នឹងហើយស្អែកឡើងគាត់ទៅប្រាប់ប៉ាម៉ាក់គាត់ទៀតអញ្ចឹងប៉ាម៉ាក់គាត់ស្ដាប់រឿងហ្នឹងហើយគាត់ក៏ឲ្យវិធីសាស្ត្រមួយថាចេះហើយជាវិធីសាស្ត្រដែលល្អមែនតើបងប្អូនអាចសាកល្បងបានថាឥឡូវកូនឯងកូនពីរឯងណាសូត្រធម៌ហើយថ្វាយបង្គំខ្នើយ3ដងចាំគេហើយគាត់ក៏បានធ្វើតាមឪពុកគាត់មែនហ្នឹងអ្នកមួយចឹងទៅអ្នកមួយតែគាត់អត់ចេះសូត្រគាត់ចេះសូត្រគាត់បាន YouTube ស្ដាប់សូត្របដើស្ដាប់បដើដូចរបៀបកណាអូខេអញ្ចឹងហ្នឹងហើយគេមានលោតតាមអញ្ចឹងណាបាទគាត់សូត្រតាមមកចប់គាត់សាពះខ្នើយ3ដងមួយរយៈធំមិនមានកើតហេតុអ្វីទាំងអស់ហ្នឹងស្ងប់ស្ងាត់មែនតើអ្វីគឺរលូនគាត់គេងលក់ស្ងប់មានកម្លាំងអីធម្មតាប៉ុន្តែនៅពេលដល់ចំណុចមួយនៅក្នុងខែមួយវាចុងប្រហែលម្ដុំពាក់កណ្ដាលត្រីមាសទី3នៃឆ្នាំហើយណោះចឹងឯងម្ដុំខែ7ខែ8ហ្នឹងខ្ញុំអត់ដឹងថាខែប៉ុន្មានទេចឹងគាត់ថាចេះថ្ងៃហ្នឹងគាត់គិតថាស្ងប់ស្ងាត់ទេចឹងគាត់ឈប់ហើយគាត់ឈប់សាពះគាត់ឈប់សូត្រគាត់ឈប់ថ្វាយបង្គំអីគាត់គេងយល់បាទដឹងគាត់ឃើញអីវាចៃដល់ថ្ងៃហ្នឹងវាដាច់ភ្លើងអ្វីដែលគាត់ឃើញណាគាត់ទៅបើកនៅពេលដែលដាច់ភ្លើងអញ្ចឹងគាត់នៅក្នុងបន្ទប់របស់គាត់អញ្ចឹងគាត់ទៅបើកអាភ្លើងនៅក្បាលគេហៅភ្លើងពូលរាត្រីអំពូលក្បាលក្រែមិនមែនជាប្រភេទអំពូលក្បាលក្រែទេតែជាអំពូលរៀនពេលយប់ថេបបងអំពូលលើតុបាទអំពូលហ្នឹងហើយអំពូលលើតុអញ្ចឹងយើងសាកថ្មពេញទៅយើងប៉ះយើងបើកទៅវាឆេះភ្លើងអញ្ចឹងហើយមកឆេះភ្លើងហ្នឹងមកគាត់
គេងលេងនៅក្នុងបន្ទប់គាត់អ្វីដែលគាត់ឃើញគឺទ្វាររបស់គាត់បើកដើម្បីឲ្យមានខ្យល់ចេញចូលបញ្ជាក់គឺឃើញសម្មោលមនុស្សស្រីម្នាក់ឈរធំមែនតើឈរនៅមុខទ្វារគាត់កំពុងតែសម្លឹងមកគាត់ ចង់បានអីប្រាប់មកលោក អូហូ មិនបានចេះតា រឿងរបស់គាត់ខ្ញុំអានប្រហែលដងក៏នៅតែព្រឺក្បាលដែរគឺខ្លាំងមែនតើ អត់ទេសម័យបើសិនជាបបបានមកនិយាយ បាទ មិនដឹងថាឆ្ងាញ់មិនព្រោះរឿងគាត់ណា បាទ អើយ បាទអញ្ចឹងនៅពេលហ្នឹងតើអ្វីទៅដែលគាត់បានជួបប្រទះនៅយប់ហ្នឹងគាត់គិតថាគាត់រៀងស៊ាំជាមួយរឿងទស្សនវិជ្ជាបែបហ្នឹងហើយគាត់ក៏សង្ងំគេងទៅក៏លើគេងលក់ប៉ុន្តែនៅក្នុងថ្ងៃហ្នឹងអ្វីដែលគាត់បានឃើញគឺមានន័យថាសុកនៅក្នុងយល់សពហ្នឹងចាប់គាត់ឈរនៅចំពីមុខដើមឈើមួយធំមែនទែនដើមឈើនោះធំណាបែកមេឃខ្សាខាអីចឹងទៅស្រាប់តែមានបុរសម្នាក់អត់ដឹងជាអ្នកណាគេអត់ស្គាល់អីដើរមកប្រាប់គាត់ថាចេះដល់ពេលហើយត្រូវទៅហើយគាត់ត្រូវយកម្នាក់ហ្នឹងទៅហើយនៅក្នុងយល់សពហ្នឹងគាត់ក៏អត់បានចរចាអីជាមួយគេដែរប៉ុន្តែគាត់មានអារម្មណ៍ថាអត់ទាន់ប្រាប់ប៉ាម៉ាក់អញ្ចឹងគាត់ថាខ្ញុំសុំទៅប្រាប់ប៉ាម៉ាក់ខ្ញុំសិនបានអត់កុំឲ្យគាត់បារម្ភម្នាក់ប្រុសហ្នឹងឆ្លើយគាត់វិញថាអត់ទេដល់ពេលហើយត្រូវទៅហើយចឹងព្រលឹងរបស់គាត់នៅក្នុងយល់សពហ្នឹងក៏មិនដឹងថាធ្វើម៉េចអត់ដឹងថាហេតុអីបានព្រមដើរតាមបុគ្គលម្នាក់ហ្នឹងចឹងដើរដល់កន្លែងមួយដូរប្លង់ហ្នឹងនៅក្នុងយល់សពហ្នឹងគាត់ថាឃើញមនុស្សច្រើនមែនតើឈរជាជួរហើយគាត់ឆ្ងល់ណាគាត់ក៏លេចមើលគេមិនក៏ពួកគាត់ហ្នឹងមិនក៏ពួកហ្នឹងអត់និយាយអត់ស្ដីចឹង ដូចបានគេទាញទៅត្បកទៅទេដូចត្បកទៅទេ ឈរថ្មឹងអញ្ចឹងទៅអត់មានព្រលឹងអត់និយាយទៅអត់និយាយស្ដីអត់អីទាំងអស់អញ្ចឹងគាត់អត់ដឹងធ្វើម៉េចគាត់ក៏ចូលជួរមួយនៅក្នុងជួរទាំងអស់ហ្នឹងតែឈរនៅក្នុងជួរហ្នឹងនៅពេលដែលគាត់ឈរអញ្ចឹងឈរទាំងសភាពភ័យខ្លាចស្រាប់តែនៅជួរជាប់គាត់ហ្នឹងគាត់ប្រាប់ថាមានក្មេងជំទង់2នាក់ប្រុសម្នាក់ស្រីម្នាក់ក្មេងជំទង់2នាក់មកសួរគាត់ថាចេះបងឯងចង់ទៅផ្ទះវិញមែនបងឯងនឹកផ្ទះហើយចង់ទៅផ្ទះវិញមែនហើយចង់ទៅវិញអត់គាត់ក៏ប្រាប់ថាចង់គាត់ចង់ទៅផ្ទះហ่ะគាត់ចង់ទៅប៉ាម៉ាក់គាត់វិញអញ្ចឹងក្មេងជំទង់2នាក់ហ្នឹងនៅក្នុងយល់សពប្រាប់ថាអូខេឥឡូវមកតាមខ្ញុំអញ្ចឹងគាត់ប្រាប់ថានៅពេលដែលចេញមកវិញគឺមិនមែនចេញមកស្រួលទេណាលួចផងលោភផងលាក់ខ្លួនផងលួចចេញទៅបាទលូនផងទ្រាំតែចេញផុតពីកន្លែងហ្នឹងមកដល់ត្រឹមចំណុចដើមឈើទី1នៅក្នុងយល់សពរបស់គាត់នេះនៅពេលដែលដល់កន្លែងយល់សពកន្លែងដើមឈើទី1ហ្នឹងណាបាត់2នាក់ហ្នឹងបាត់ក្មេងជំទង់គាត់រកអត់ឃើញសោះស្រាប់តែមានសលេងមួយស្រែកដេញចាប់គាត់អារបៀបគុំទៅណាប្រឹងដេញចាប់ជាបុរសដែលនាំគាត់ទៅចូលជួរហ្នឹងណាប៉ុន្តែដងនេះមិនមែនដើរទេណាដឹងអីគឺហោះដេញចាប់គាត់តែម្ដងហោះដេញចាប់គាត់ព្យាយាមរត់សម័យបងប្អូនសម័យឃើញថាបុរសម្នាក់ហ្នឹងហោះហើយដៃព្យាយាមអាសវេសវាចាប់យើងយល់ហើយភ័យប៉ុណ្ណាអញ្ចឹងនៅក្នុងយល់សពគាត់រត់ភ្ញាក់ដោយការដាស់របស់ម្ដាយគាត់ទៀតគុណម្ដាយហើយនេះគុណអត់ខ្ញុំអត់តហ៊ានថាមិនចឹងណាតែភ្ញាក់ជួយសង្គ្រោះដោយសំលេងម្ដាយគាត់ដាស់ឲ្យភ្ញាក់តដែលបើសិនជាគ្មានសំលេងរបស់ម្ដាយគាត់បងប្អូនដែលអត់ជឿប្រហែលជាគិតថាវាគ្រាន់តែជាការយល់សប្តិប៉ុន្តែសម្រាប់បងប្អូនដែលជឿបងប្អូនដឹងច្បាស់ថានឹងមានរឿងអីជាបន្តបើសិនជាអត់មានម្ដាយគាត់ក្នុងការដាស់តែសំណាងល្អម្ដាយគាត់ដាស់គាត់ក៏បានដងនេះមិនមែនប្រាប់តែប៉ាមិនមែនប្រាប់តែម៉ាក់ទេតែដងនេះគាត់ហៅបងប្អូនអ៊ំអីមកជុំគ្នាពិភាក្សាតាំងពីដើមអញ្ចឹងគាត់បានប្រាប់រឿងរ៉ាវតាំងពីដើមរហូតដល់ចប់ថារឿងគាត់ជំនុំគ្នានិយាយក៏គេឲ្យយោបល់ថាទៅរកលោកតាគាត់ឲ្យស្រោចទឹកឲ្យទៅដែលលោកតារបស់គាត់ហ្នឹងជាអាចារ្យអញ្ចឹងនៅពេលដែលជាអាចារ្យហ្នឹងស្រោចទឹកហើយបានស្ងប់បានបន្តិចទេនៅក្នុងយប់មួយគាត់យល់សប្តិម្ដងទៀតគាត់ឃើញសម្ោលខ្មៅនឹងដដែលបញ្ជាក់ណាមុនយល់សប្តិគាត់ឃើញសម្ោលនឹងទៀតនៅឈរនៅក្នុងកន្លែងមួយនៅក្នុងបន្ទប់គាត់ទៀតគាត់ធ្វើអត់ដឹងទៀតគាត់ចូលគេងទៀតយល់សប្តិទៀតយល់សប្តិដងនេះសាហាវជាងដងមុនទៀតអាចជាការដឹងហេតុអញ្ចឹងមកចូលរួមស្ដាប់ទាំងអស់គ្នាគាត់ថាអត់ដឹងមិននៅពេលដែលគាត់ចូលដល់កន្លែងយល់សប្តិហ្នឹងក៏គាត់ឃើញខ្លួនឯងនៅលើឡាននៅជុំវិញខ្លួនគាត់សិតតែមិត្តភ័ក្តិបងប្អូនសិតតែមនុស្សគាត់ស្គាល់ទាំងអស់ជិះឆ្ងាយអត់ដឹងទៅណាទេជិះឆ្ងាយមែនទែន
កាត់ភ្នំផងកាត់ទឹកផងកាត់ព្រៃផងឆ្ងាយមែនទែនទៅដល់កន្លែងព្រៃមួយស្រាប់ម្នាក់ឈប់ឡានចុះពីឡានគាត់អត់ដឹងធ្វើម៉េចគាត់ចុះឡានតាមគេអញ្ចឹងនៅពេលដែលនៅក្នុងព្រៃនឹងគាត់ចុះឡានភ្លាមអ្វីដែលគាត់ឃើញគឺជាខ្ទមអ្នកតាមួយជាខ្ទមអ្នកតាមួយនៅពីក្រោយខ្ទមអ្នកតាហ្នឹងគឺអីដឹងឯងគឺដើមឈើប៉ុណ្ណានៃបែកមេឃសាខាដើមឈើចាស់យូរបាទអាយុកាលយូរបាទអញ្ចឹងបងប្អូនឯងសន្មតបានគឺដូចជាមួយនឹងដើមឈើការពយោសពដងមុនរបស់គាត់អញ្ចឹងដើមឈើទី1បាទដើមឈើទី1ដែលគាត់បានឃើញអញ្ចឹងតែដងនេះគឺនៅក្នុងព្រៃហើយមានខ្ទមអ្នកតាស្រាប់តែមានមនុស្សម្នាក់ដើរចេញពីខ្ទមអ្នកតាហ្នឹងសំដៅមករកគាត់ប្រាប់ថាអត់ដឹងថាមនុស្សប្រុសឬមនុស្សស្រីទេដឹងតែម្យ៉ាងគឺស្លៀកពាក់បុរាណចងក្បិនបុរាណប៉ុន្តែក្បិនហ្នឹងពណ៌ខ្មៅអញ្ចឹងសួរថាចកពាក់អាវពណ៌អីគាត់ថាអត់ដឹងទេព្រោះមកឲ្យគាត់ឃើញគឺត្រឹមចកេះចុកគ្រប់និយាយទៅក៏ប៉ុតទៅពេលអានេះគាត់មានថាគេមកទាំងរូបទេប៉ុន្តែកន្លែងដែលគេឲ្យយើងចាំយើងគឺយើងអត់ចាំតែម្ដងក្នុងសពហ្នឹងប៉ុន្តែខ្ញុំចង់បញ្ជាក់មួយឯងកន្លែងហ្នឹងហេតុអីមិនគាត់អត់ចាំដោយសារតែមកត្រឹមតែពាក់កណ្ដាលខ្លួនចុះគ្រូមិនមែនមកទាំងភ្នែនទេដើរដូចមកលកាំងដកមកអាតសម័យថាមកលកាំងមួយដែលដកពាក់កណ្ដាលលើនៅសល់ពាក់កណ្ដាលក្រោមដើរមកហូបមួយឯងណាហើយនិយាយថាមិនប្រាប់គាត់ដឹងនិយាយថាចេះចង់បន់អីបន់ទៅចង់បានអីបន់ទៅចាំគេជួយប៉ុន្តែត្រូវសន្យាមួយគេឲ្យយកពោះថ្មចាស់មកវិញយកអីមកថ្មចាស់មកវិញសត្វពោះថ្មចាស់មកវិញដែលគាត់គិតក្នុងយុសពមកត្រឹមចំណុចប៉ុណ្ណឹងគាត់ភ្ញាក់ឡើងបណ្ដោយគាត់ភ្ញាក់ឡើងគាត់សឹងចំពោះថ្មចាស់ស្អីគេអត់ដឹងតែខ្ញុំស្ដាប់ខ្ញុំអានក៏ខ្ញុំអត់ដឹងដែរអញ្ចឹងអត់ដឹងតែជាអីហើយជាទីតាំងដែលអត់ដឹងទៀតគាត់ចាប់ផ្ដើមហៅទៀតណាបាទហៅមកពិភាក្សាគ្នាគាត់ក៏ថាគាត់ទៅដល់កន្លែងហ្នឹងអីចឹងឲ្យកន្លែងដែលគាត់អត់ដែរស្គាល់អត់ដែរដឹងអត់ដែរទៅហ្មងនិយាយទៅតំបន់ហ្នឹងគឺមិនដែរទៅហ្មងអត់មិនដែរស្គាល់អត់មានទស្សនវិជ្ជាក្នុងក្នុងពុកបាទហើយដែលមិនយល់សពឃើញអញ្ចឹងប៉ាម៉ាក់គាត់អត់មានអនយូទេជូនគាត់ទៅវត្តមួយដែលគាត់អត់បានបញ្ជាក់ឈ្មោះទៅជួបព្រះសង្ឃមួយអង្គដែលក៏គាត់មិនបានប្រាប់ពីឋានៈប្រាប់ពីថានៅតំបន់ណាដែរគាត់ថាព្រះសង្ឃមួយអង្គបាទអញ្ចឹងទូលទៅលោករឿងរ៉ាវតាំងពីយុគទី1រហូតដល់ប្រហែលយុគបន្តចប់សាច់រឿងលំអិតតែម្ដងថាមានរឿងអីកើតឡើងមិនដឹងថាព្រះអង្គគុណម្ចាស់លោកយល់ដឹងពីរឿងនឹងច្រើនឬគាត់មានសមាទានខ្ពស់សមាទានសិលខ្ពស់ឬមានញាណខ្ពស់ដែលគាត់អាចដឹងណាអ្វីដែលជាចម្លើយមកគាត់វិញដឹងគាត់ថាម៉េចអ្វីដែលញោមឃើញមិនមែនជាខ្មោចទេតែជាព្រាយមិនមែនព្រាយធម្មតាទេជាមេកន្ទ្រីស្គាល់ពាក្យមេកន្ទ្រីមេកន្ទ្រីដូចតែមេព្រាយមេកន្ទ្រីធំហើយមេភូមិមេខេត្តណាដែលមានបរិវារច្រើនមែនទែនមកដល់ចំណុចហ្នឹងណាដែលខ្ញុំគិតថាចេះកន្លែងដែលគាត់ឃើញដើមឈើយោសពទី1ដែលគាត់ឃើញមនុស្សឈរជាជួរប្រហែលជាកន្លែងហ្នឹងយើងសន្មតដំបងខ្ញុំគិតថាអ្នកដែលនាំគាត់ចេញហ្នឹងប្រហែលជាក្បាលគោក្បាលសេះអីចឹងហ្នឹងនាំគាត់ទៅឋានអីជ្រក់មើលទៅមិនមែនអញ្ចឹងទេគឺសុទ្ធតែជាបរិវាររបស់ព្រាយហ្នឹងឯងចុះគ្មាន2នាក់ហ្មងក៏ជាបរិវាររបស់ព្រាយហ្នឹងដែរអ្វីដែលខ្ញុំគិតទេណាដែលខ្ញុំគិតព្រោះឈរអ្វីដែលគាត់និយាយមកគឺឈរថ្មឹងអត់មានព្រលឹងអត់មានដើរអត់មាននិយាយគ្នាចិត្តដូចមនុស្សម្នាក់ដែលចាំស្ដាប់បញ្ជារបស់មេថាឲ្យទៅឆ្វេងឬទៅចាំគេប្រើបាទចាំគេប្រើដូចគ្នាអញ្ចឹងក្នុងករណីហ្នឹងហើយតែព្រះសង្ឃលោកមានសង្ឃដីកាថាសំណាងហើយគេធ្វើអីយើងវាអត់កើតធ្វើឲ្យបំពីនឹងអត់កើតព្រោះបំពីនឹងបនខ្ពស់មានរិស័យខ្ពស់គេធ្វើអត់កើតប៉ុន្តែសួរតែគេធ្វើរងចាំឱកាសល្អចាំរិស័យធ្លាក់នឹងឯងហ្នឹងហើយគេមានបរិវារច្រើនណាស់ហើយឈើដែលយកធ្វើជាទូសម្អាងគឺជាជំរករួមរបស់បរិវារនិងមេកន្ទ្រីព្រាយហ្នឹងហើយអ្នកកាប់ហ្នឹងមិនដឹងកាប់យកមកធ្វើគេខឹងណាស់បែកខ្ញែកបរិវារព្រាយរបស់គេអស់អាលីងចឹងគេខឹងណាស់គេអត់ព្រមទៅណាគឺតោងទៀមឈើហ្នឹងមកដល់ឲ្យគាត់ឃើញស្ដែងហ្នឹងឯងនោះមិនមែនជាខ្មោចទេគឺជាព្រាយហើយគេរងចាំតែសងសឹកទេហើយរបៀបសងសឹករបស់គេគឺរងចាំថ្ងៃដែលបំពីរាសីដាក់ហើយក្នុងករណីនេះដែរ
សួរថារិស័យដាក់ពេលណាលោកមានសង្ឃដីកាថាខែ10ក្នុងឆ្នាំ2022រិស័យរបស់បំពីនឹងធ្លាក់ខ្លាំងដែលអាចបង្កឲ្យមានគ្រោះធំមែនទែនប៉ះពាល់គាត់ខ្លាំងអញ្ចឹងយើងយល់គ្រោះធំមានន័យថាម៉េចហ្នឹងហើយវាមិនដែលកលិតដៃកលិតជើងទេណោះគ្រោះធំមែនទែនដែលអាចមានគ្រោះធំនិយាយទៅគ្រោះធំអញ្ចឹងក្នុងករណីហ្នឹងបើសិនជាបំពីចង់រួចផុតពីអារឿងងាវអស់ហ្នឹងអ្វីដែលល្អបំផុតលោកសុំបិណ្ឌបាតទូមួយហ្នឹងសុំបិណ្ឌបាតទូមួយហ្នឹងតាន់រិស័យរបស់គាត់នៅខ្ពស់កុំឲ្យដល់ពេលរិស័យដាក់ឲ្យលោកប្រកេនលោកក៏អត់មានប្រយោជន៍អីដែរអញ្ចឹងលោកសុំបិណ្ឌបាតអត់មានចាំយូរទេបំពីដឹងរឿងអស់ហើយយកទូមួយហ្នឹងមកប្រកេនទៅលោកហើយអ្វីក៏បានស្ងប់ស្ងាត់ជាស្ថាពរអ្វីក៏បានល្អប្រសើរប៉ុន្តែនេះគឺជាពាក្យបោះបំពីផ្ទាល់ជូនមកខ្ញុំសម្រាប់ឲ្យខ្ញុំជម្រាបជូនទៅបងប្អូនកុំលេងសើចជាមួយនឹងគ្រឿងចម្លាក់ដែលធ្វើមកពីឈើប៉និតមើលឈើឲ្យមែនតែនឲ្យដឹងប្រវត្តិឈើនឹងថាមកពីណាកុំលេងសើចកុំស្រឡាញ់ឈើខ្លាំងពេករហូតដល់មកធ្វើក្រែធ្វើអីពួកយើងអត់ដឹងថាឈើមួយណាវាមិនទេហើយពួកអស់នឹងរងចាំតែធ្វើយើងទេសំណាងរិស័យគាត់ខ្ពស់សំណាងដែលម្ដាយរបស់គាត់ព្យាយាមដាស់គាត់ច្រើនលើកច្រើនសារឲ្យគាត់រួចផុតបើមិនមានបនល្អបែបហ្នឹងទេមើលទៅគាត់ទៅតាំងពីយូរបាត់ហើយប៉ះពាល់ដល់ជីវិតគាត់បាត់ជីវិតបាត់ហើយបន្ថែមពីលើនឹងទៀតមុននឹងយកឲ្យបានឈើទាំងអស់ចូលមកក្នុងផ្ទះសូមមេត្តានេះពាក្យគាត់ប្រាប់ទេណាមិនមែនខ្ញុំទេសែនអុចធូបសុំតែរបស់ល្អដែលចូលមកក្នុងផ្ទះហ្នឹងរបស់ដែលអត់ល្អឲ្យនៅខាងក្រៅឬកុំឲ្យចូលផ្ទះហ្នឹងឲ្យបាត់អីចឹងទៅអញ្ចឹងវាជាអំណាចអានេះបកមកខាងខ្ញុំវិញជាអំណាចមួយជូនដល់ជំនាញផ្ទះណាបងអំណាចមួយជូនដល់ជំនាញផ្ទះថាណែរបស់អត់ល្អខ្ញុំអត់យកចូលទេណាកុំឲ្យគេចូលប៉ុន្តែបើយើងលើកចូលឆៅអញ្ចឹងមានន័យថាម៉េចទៅមានន័យថាជំនាញផ្ទះអត់មានសិទ្ធិក្នុងការនេះទេព្រោះម្ចាស់ផ្ទះធំជាងម្ចាស់ផ្ទះអ្នកយកចូលគេមានសិទ្ធិអីគេធ្វើអង្គរៈយេស៊ូស្ដាប់អង្គរៈជាទេវតាអង្គរៈការពារផ្ទះហ្នឹងអញ្ចឹងក្នុងករណីហ្នឹងហើយចំណុចទី1កុំស្រឡាញ់គ្រឿងឈើខ្លាំងពេកចំណុចទី2មុនយកចូលឲ្យសែនឲ្យអីអញ្ចឹងទៅចំណុចទី3អ្វីដែលសំខាន់រឿងរាវមួយចំនួនធំអាចកើតឡើងមកពីឈើហ្នឹងរឿងហ្នឹងគឺចាប់តែប៉ុណ្្នឹងហើយអរគុណមែនទែនបងស្រីដែលខ្ញុំដាក់ឈ្មោះថាបងពីរដែលបានចែកម្លែករឿងហ្នឹងមកឈុតធំបាទឈុតធំចូលខ្ញុំសួរទៅបងវិញបងយល់ថាម៉េចវិញណាចំពោះសាច់រឿងហ្នឹងក៏ប៉ុន្តែវាចង់និយាយថាវាមានហេតុអញ្ចឹងច្រើនមកហើយអញ្ចឹងយើងក៏មិនអាចបដិសេធថាมันអត់មានទេណាយើងក៏ជួបរឿងអញ្ចឹងមកដែរអញ្ចឹងមួយទៀតពាក់ព័ន្ធជាមួយនឹងរឿងឈើបើសិនជាឲ្យខ្ញុំហ្មងខ្ញុំអត់សូវចូលចិត្តឈើទេខ្ញុំអត់សូវចូលចិត្តយកមកលេងជាមួយគ្រឿងឈើទេនិយាយទៅទោះជាស្រឡាញ់ក៏ខ្ញុំអត់បាត់ថយហើយទី2ខ្ញុំគិតថាទៅកាប់ឈើធ្វើអីយើងនិយាយតែអញ្ចឹងណាបាទយើងអញ្ចឹងផងមួយទៀតពេលដែលខ្ញុំចង់ចែកនៅពេលដែលយើងដូចបងនិយាយមុននឹងអញ្ចឹងពេលយើងទិញគ្រឿងឈើគ្រឿងអីចូលផ្ទះយើងឲ្យធុសែនសុំអីរបស់ល្អមិនល្អណាមានមួយទៀតនៅពេលដែលយើងចង់ទិញឈើណាមួយយកមកឥឡូវឧទាហរណ៍ថាខ្ញុំចង់ទិញតុហ្នឹងធ្វើពីឈើបេងឬមួយក៏ឈើអីដែលល្អប្រណិតអញ្ចឹងយើងដឹងថាគេពងតែធ្វើគេពងឈូសគេពងឆាយល្អបំផុតចង់ដឹងថាខែហ្នឹងទូហ្នឹងល្អមិនល្អបែរយកអាចឈើឬមួយក៏កណាត់ឈើដែលគេសល់មិនតិចមកបែរយកមកហើយបើយកសាក់យកចូលក្នុងផ្ទះខ្លួនឯងឬមួយក៏ដាក់មកនៅជំនាញផ្ទះហើយប្រាប់គាត់ថាលោកតាយើងកំពុងតែធ្វើតុកមួយទូមួយធ្វើពីឈើនេះអញ្ចឹងនេះគឺជាផ្នែកមួយនៃឈើហ្នឹងអញ្ចឹងបើសិនជាលោកតាមើលទៅនៅជំនាញផ្ទះមើលអំណាចមើលទៅឃើញថាឈើហ្នឹងល្អសូមឲ្យដំណើរការនៃការទិញឈើហ្នឹងគឺល្អរហូតដល់ក្នុងផ្ទះរហូតដល់សុខប្រើប្រាស់តែបើសិនជាឈើហ្នឹងមិនល្អទេសូមឲ្យមានហេតុភ័យណាមួយដែលអាចមករាំងស្ទះនៃការយកឈើហ្នឹងចូលក្នុងផ្ទះអញ្ចឹងនៅពេលដែលមានអីមិនតិចដែលជាឧបសគ្គដែលយើងគិតថាមិនគួរជាមានអញ្ចឹងហេតុអីបានត្រូវតែមានរឿងហ្នឹងកើតឡើងនៅពេលដែលគាត់ដឹកឈើឬមួយក៏គាត់ធ្វើឈើហ្នឹងកាត់ជើងមិនស្មើសោះកាត់អានេះខ្លីអានោះកាត់នោះខ្លីអានេះគឺអត់ទិញតែម្ដងហ្នឹងក៏ជាចំណុចមួយដែរកន្តិចឈើហ្នឹងគឺយើងអាចយកទៅចោលបានល្អមែនតើចំណេះដឹងថ្មីហ្នឹងហើយអាហ្នឹងក៏ជាចំណុចមួយសំខាន់ដែរអូខេសង្ឃឹមថាបងប្អូនចេះរបៀបថ្មីពី Master ចិនសែរបស់យើងម៉ងដោយឡែកជាប់ជាមួយនឹងសាច់រឿងរបស់ប្រិមនីផងដែរខ្ញុំចង់ចោទសួរទៅបងវិញថាតើបងមានសាច់រឿងណាប្រហាក់ប្រហែលតាក់ទងជាមួយនឹងទូសម្អាងដែរអត់ខ្ញុំមានរឿងមួយរឿងហ្នឹងគឺកើតឡើងលើពួកម៉ាក់ខ្ញុំ
ពួកម៉ាក់ខ្ញុំហ្នឹងគាត់គ្រួសារគាត់ជាជីវភាពទូធាដែរទេប៉ុន្តែគេហៅថារសជាតិនិយមរបស់គាត់ចូលចិត្តប្រើរបស់ណាដែលគាត់អត់ចូលចិត្តប្រើរបស់ថ្មីទេអញនិយាយបានថារបស់ទៅជុះឬមួយក៏របស់មកទឹកទៅលើសម្ភារៈប្រើប្រាស់ផ្សេង control គាត់អញ្ចឹងសំបីតាជួនកាលកាបូបដៃរបស់គាត់ណាគាត់ជាមនុស្សស្រីកាបូបដៃគាត់ស្ពាយយើងមិនទិញម៉ាកថ្លៃអីចេះមួយចំពីរតែគាត់ម៉ាកថ្លៃដែរតែមកទឹកឬមួយក៏ទៅជួសពីស្រុកគេហើយសួរគាត់ថាហេតុអីបានគាត់ប្រើអញ្ចឹងគាត់ថាគាត់ចូលចិត្តអញ្ចឹងហើយគាត់គឺជាអ្នកដែលគាត់ចូលចិត្តអវ៉ាន់ទៅជួសមកឲ្យតែគេតម្លាក់កុងតឺន័រគឺគាត់ទៅតែគាត់អាចគិតថាវាជារឿងដែលចំណេញជាងអាចថាចំណេញឬមួយទៀតគាត់ថាទៅជួសស្អាតអារម្មណ៍យើងនិយាយថាអារម្មណ៍តែគាត់ចម្លែកបងប្អូនស្ដាប់អត់គឺចម្លែកខ្ញុំទៅលេងផ្ទះគាត់ទិញអវ៉ាន់ច្រើនណាព្រោះអវ៉ាន់ទៅជួសរហូតអញ្ចឹងខ្ញុំក៏ចាប់ដើមទៅលេងផ្ទះគាត់ដោយសារគាត់ដឹងថាខ្ញុំចិនខ្សែគាត់ហៅថាអូជួយមកមើលទេទីមើលព្រោះអូស៊ីអត់ឡើងអីចឹងទៅអញ្ចឹងខ្ញុំក៏ទៅមើលនៅពេលដែលខ្ញុំទៅមើលខ្ញុំឃើញថាផ្ទះគាត់ហ្នឹងវាហាក់ដូចជាមានភាពមិនស្រួលទៅលើការរស់នៅទៅថាពលឺមិនគ្រប់គ្រាន់ពូលអាមុខភ្លឺកន្លែងចក្រានបាយអត់ភ្លឺងឹតសុំអីខ្យល់ចេញចូលមានហប់មានកន្លែងត្រជាក់មានកន្លែងហប់អញ្ចឹងគេហៅថាចរន្តនៃផ្ទះរបស់យើងវាអត់មានហុងស៊ុយល្អទេអញ្ចឹងខ្ញុំក៏ចាប់ដើមថាឥឡូវចេះតែមានភ្លើងទាំងប្រហែលបើកនៅក្នុងផ្ទះហ្នឹងអស់ទៅអញ្ចឹងយើងក៏បើកមកឃើញថារៀងគ្រាន់បើមកវិញអញ្ចឹងផ្ទះហ្នឹងក៏វាមិនជាបញ្ហាហើយដូចខ្ញុំប្រាប់ទៅបើតែអត់មានបញ្ហាយ៉ាងដែរឲ្យទូជំនាញផ្ទះទេអញ្ចឹងយើងគ្រាន់តែអធិដ្ឋានក្នុងចិត្តយើងចាប់ដើមធ្វើការឆែកតែម្ដងដល់ពេលដែលយើងឆែកដល់ជាន់ទី1ឡើងដល់ជាន់ទី1ក្រោមបញ្ហាណាដល់ជាន់ទី1ស្អែកថាធំផ្សែងពួកយើងក៏ចាប់ដើមឆោឡោព្រមមើលថាឆេះស្អីគេនៅក្នុងផ្ទះឃើញផ្សែងហុយឡើងដល់ជាន់ហើយទឿជាន់ទី1តិចពួកយើងក៏ចុះមកគឺឆេះជើងធូបជំនាញផ្ទះទាំងយើងអត់ឲ្យធូបទេហេតុអីក៏ឆេះជើងធូបជំនាញផ្ទះដល់ពេលដែលយើងឆែកកាមេរ៉ាសុវត្ថិភាពមើលយើងឃើញថាវាមានពលឺដូចបែកប្រកាភ្លើងឬមួយដូចជាកតិចអាចដែលយើងធ្វើគេយកអាថ្មគោះប៉ាំងឲ្យវាបែកប្រកាភ្លើងឲ្យគេប្រកាត់ភ្លើងវាមានព្រាចាប់ដើមហុយផ្សែងឆេះជើងធូបតែម្ដងបាទទាំងខ្ញុំអត់បានឲ្យធូបទេអញ្ចឹងពួកយើងចាប់ដើមហើជើងធូបហើអី1 2 3 4យើងក៏ចាប់ដើមទិញអី1សែនយល់ហើយហ្នឹងបាទគ្រាន់តែខ្ញុំលើករូបជំនាញផ្ទះរបស់គាត់ចេញមកគ្រាន់តែខ្ញុំចាប់រូបគាត់មកតែក្បាលទេដាច់ប្រយមានន័យថារូបហ្នឹងប្រេះពីនាយមកហើយមិនធ្លាក់បែកទេណាមានថាយើងចាប់យកអញ្ចឹងចាប់ប៉ុបខ្លួនគាត់អង្គុយចិត្តមកតាមមកកណាត់កត្រឹមនេះតក់ឡើងមកហើយសាហាវណោះតែសួរថាមានអាណាដែរប៉ះពាល់អត់មានទេណាអត់មានទេពួកខ្ញុំក៏ធម្មតាហើយជាទូទៅពួកយើងមិត្តភ័ក្ដិគ្នាពួកយើងវាមិនសូវជានិយាយថាផ្លូវការដូចអតិថិជនទេមិត្តភ័ក្ដិវាជាទូទៅយើងនិយាយគ្នាវាហិងស្និទ្ធជាងចុះពួកយើងក៏ជួយអង្គុយរៀបបដាយើងនិយាយបដាថាហើយមិនបានអញ្ចឹងអីចឹងយើងក៏គិតតាមវិទ្យាសាស្ត្រថាអាចមកពីក្តៅពេកអាចមកពីយូរពេកអាចមកពីស្រាមពីកំណើតយើងទិញអត់មើលហ្នឹងហើយលើកមកវាប្រេះអញ្ចឹងហ្នឹងក៏អត់មាត់ដែរតែពួកយើងក្នុងចិត្តម្នាក់ពួកយើងដឹងថាវាមានអីកាត់ឡើងដូចហើយគ្រាន់តែយើងព្យាយាមរកហេតុផលបែបវិទ្យាសាស្ត្រយកមកដើម្បីកុំឲ្យយើងខ្លាចមួយយើងក្មេងៗយើងតែអញ្ចឹងឯងយើងអត់ជំនឿ 100% សុទ្ធទេដល់ពេលហើយគាត់ចាប់ដើមឡើងទៅលើកតុបគាត់របស់ទៅជួសច្រើនមានទូកញ្ចក់មួយទូសំអាងដែរខ្ញុំសួរថាបងទូសំអាងនេះមើលមកថតកុនមកខ្ញុំមានអារម្មណ៍ថាទូនោះវាមានបញ្ហាជាទូទៅចាំមកបងប្អូននៅពេលដែលបងប្អូនហៅខ្ញុំទៅមើលផ្ទះក៏ដោយតែខ្ញុំប្រើភាសាមួយចម្លែកអាហ្នឹងគឺមានបញ្ហាឧទាហរណ៍ថាទូនឹងបានមកពីណាស្គាល់ប្រភពទេថតកុនបានមើលមកឡើងគួរឲ្យប្លែកភ្នែកហ្នឹងសតតែរបស់ហ្នឹងគឺមានបញ្ហាហើយបាទតែគ្រាន់តែពេលខ្លះខ្ញុំអត់និយាយឲ្យចំថាអាហ្នឹងមានវិញ្ញាណព្រោះខ្ញុំខ្លាចពេលខ្លះវិញ្ញាណគេនៅហ្នឹងគេលឺយើងអញ្ចឹងយើងបំមាតគេមិនអញ្ចឹងយើងសុកចិត្តប្រើភាសាផ្សេងនិយាយទៅខ្ញុំគឺជាចិនខ្សែម្នាក់យកចរចាឈ្នះទាំងអស់គ្នាមួយទៀតពាក់ព័ន្ធជាមួយនឹងយើងក៏ជេរគ្នាចប់សពគ្រប់អស់ក៏អត់មានបញ្ហាអីដែរតែយើងនៅតែដកជាមួយនឹងកញ្ចក់នោះជាប់ក្នុងការគិតរបស់ខ្ញុំរហូតត្រឡប់មកព្រោះយើងក៏អត់ចាប់ដើមអត់យើងរាប់បានគ្នាធម្មតាយើងអត់ដែរបានតែផ្ទះទាត់ទេធ្វើទុកគាត់ហើយធ្វើវាកតុកគាត់ជាទូទៅផ្ទះល្វែងជាន់ទី1ទុកក្រោយបើកវឹបគាត់ឃើញអ្នកហត់គេហត់ដូចមនុស្សស្រីហត់ពួននោះដែលថាឈរចាំគាត់មកហើយបើកទ្វារមកហត់ចោលបណ្ដោយសេរីអញ្ចឹងគាត់បើកទ្វារមកក្រឹបឃើញម្នាក់នោះឈរហត់វឹបបុកទៅលើខែគាត់គេបាត់
តែចាក់ស្អីមិនមែនខែគាត់ទេបើយើងមើលឲ្យច្បាស់ហត់ចូលទៅទូកញ្ចក់ដែលគាត់តិចហ្នឹងព្រោះទូហ្នឹងគាត់ដាក់ចេះខែគាត់គេអញ្ចឹងគាត់ដាក់ទូសម្អាងគាត់នៅក្បាលតនេព្រោះគាត់ចង់ឲ្យកញ្ចក់វាបែរទៅចេះកុំឲ្យកញ្ចក់ហ្នឹងវាបែរមកខែគាត់អញ្ចឹងគាត់ត្រូវដាក់ស្របគ្នាអញ្ចឹងពេលដែលគាត់បើកទ្វារមកគាត់ឃើញម្នាក់ហ្នឹងមុបហត់ទៅខែបាត់ហើយយើងដឹងអីកតុបឡើងចន់ទី1ខាងក្រោយយើងបើកទ្វារមកកតុបទឹកសិនហើយមិនមានកលៈប្រឡោះចេះដល់វាដាក់ខែអញ្ចឹងគាត់មើលមិនឃើញតែហត់ទៅណាមុបក៏គាត់ហត់ចូលទៅទូហ្នឹងយល់ហើយហ្នឹងយល់មួយទៀតគាត់ក៏អត់មានចង់ថាមនុស្សគាត់រៀងមមគេថាគាត់ចាប់ដើមឆាបមកប្រាប់យើងអីចឹងយើងថាចេះអត់អីទេទៅធ្វើធម្មតាទៅអីឲ្យធូរជំនាញទៅអីចឹងណាអូខេយប់នឹងតដែរគាត់ពងតែដេកលឺសូក្រៅគាត់ស្មានតែត្រីនៀកគាត់លោតចេញពីទូអញ្ចឹងគាត់ចាំត្រីហ្នឹងហើយគាត់ចាំត្រីនៀកគាត់ស្មានតែត្រីនៀកហ្នឹងវាលោតចេញពីទូចាំត្រីគាត់ពួកគាត់ធ្លាប់មានបទពិសោធន៍ត្រីនៀកហ្នឹងវាលោតចេញដូចតែឆក់តែភ្លឺមួយគាត់កាត់គ្រួអីចឹងលោតចេញមកស្លាប់នឹងគាត់ស្មានតែហ្នឹងគាត់ចុះមកមើលម្ដងទៀតមិនដឹងអីគេគ្នាផ្ទះគាត់គឺខ្ទេចតែម្ដងហាក់ដូចជាមានរបស់មកដុំតែមកគេមកទាត់ឬមួយក៏វាយមកកចាយជានេះថារាយមកយល់ហើយហ្នឹងយល់ហើយតបមកគាត់ចាប់ដើមខ្ញុំក៏ចាប់ដើមទៅលេងផ្ទះគាត់ដល់យប់ដែរហើយខ្ញុំក៏ថាចេះហៅម៉ាក់មកនៅដែរមកហៅម៉ាក់មកនៅដែរគាត់មកនៅកន្ទប់ឡើយទឿខាងក្រោយម៉ាក់ហ្នឹងមកនៅកន្ទប់ឡើយទឿខាងក្រោយមកនៅតែក្នុងកន្ទប់គាត់ទៀតអត់ខុសពីរឿងបងទេប៉ុន្តែវាបែបសាហាវពេលដែលគាត់ជាទូទៅផ្ទះល្វែងហ្នឹងទ្វារកន្ទប់ទឹកគេធ្វើកញ្ចក់ចំណេញទ្វារផងកន្លែងឆ្លោះខ្លួនផងយល់ហើយហ្នឹងហ៎បាទគាត់រុញទ្វារហ្នឹងចូលគាត់មើលខ្លួនប៉ុណ្ណាហោះរុញចូលទៅក្នុងកន្ទប់ទឹកហ្នឹងគាត់ឃើញជើងគេអង្គុយបត់ជើងបើឯងយល់ហើយពេលដែលកន្ទប់ទឹកហ្នឹងក៏អត់មានឃើញប្រគុណទាំងភ្នែកដែរផ្ទះគាត់ហ្នឹងគឺមានថាកលៈអញ្ចេះឯប្រគុណហ្នឹងវាប្រកបអញ្ចេះពេលដែលយើងបត់ជើងបាក់ធាមកជាទូទៅឃើញតែត្រឹមប៉ុណ្្នេះឯងខ្លួនមនុស្សត្រូវបាំងអញ្ចឹងបាទគាត់ឃើញជើងអញ្ចឹងហើយគាត់ថាណាគេហ្នឹងក្នុងចិត្តគាត់ក៏អត់បាននិយាយគាត់ថាណាគេមានមនុស្សអីស្រីម្នាក់ហ្នឹងអឺតមកអញ្ចឹងតែពេលដែលគាត់ឃើញជើងរបៀបជើងស្មៅខ្មៅឬក៏ជាជើងមនុស្សហ្មងសាច់មនុស្សហ្មងហើយសាច់ប៉ុន្តែជាមានរោមមានអីអញ្ចឹងទៅគាត់ងឹបក្បាលអញ្ចឹងហើយគាត់ថយវិញបាត់ម្នាក់ហ្នឹងបាត់ឃើញពេញខួរហ្មងនេះគាត់ថាគាត់ចប់ហ្មងគាត់អត់គាត់ថាគាត់ច្បាស់ជាងគេហ្មងគាត់ថាគឺស្មោកនេះមិនមែនមកលងគឺមកទាំងហួរហ្មងព្រោះគាត់ឃើញជើងសាច់មនុស្សអញ្ចឹងធម្មតាតបមកគាត់ចាប់ដើមឲ្យប្រាប់ខ្ញុំតណអញ្ចឹងខ្ញុំចាប់ដើមថាអត់អីទេទៅធ្វើបន់ធ្វើអីជាមួយជាពីរខ្ញុំកាលហ្នឹងដោយសារតែហេតុអីដែលខ្ញុំអត់សូវ focus ឬមួយក៏ចាប់អារម្មណ៍ទៅលើរឿងអរូបដោយសារតែខ្ញុំគិតថាខ្ញុំជាចិនសែខ្ញុំអត់ចង់បំពេញទេអញ្ចឹងខ្ញុំដឹងថាបងទៅធ្វើបន់ចេះ1 2 3លុកចុងក្រោយគេខ្លាំងបំផុតគាត់ចាប់ដើមដាច់តំណែងមួយខ្ញុំហ្មងវាយជឿមនុស្សឆ្លោះគ្នាអត់មានរឿងអីឆ្លោះគ្នាដោយសារតែគោកាកូឡាមកកំប៉ុងបងឯងជាមួយនឹងគាត់បាទតែញ៉ាំអីគាត់ហៅគាត់ចាក់បានមកពេញកែវនៅសល់កន្លះខ្ញុំចាក់មករបស់ខ្ញុំព្រោះយើងគិតលុយហើយខ្ញុំចាក់ចូលកែវខ្ញុំគិតថាយកទៅរៀងខ្លួនកុំឲ្យសល់មកកន្លះកំប៉ុងវាស្ដាយគាត់មកដល់ពីកន្ទប់ទឹកគាត់លើកំប៉ុងហ្នឹងគាត់ថាចេះមិនបញ្ចាក់របស់ខ្ញុំអស់អញ្ចឹងខ្ញុំចង់ហឹកមកកំប៉ុងហ្នឹងដាច់ស្គាល់គ្នាយូរហើយមិនធ្វើចរិតអញ្ចឹងខ្ញុំថាចុំមិនធ្វើមកកំប៉ុងគាត់ចាប់ដើមឆ្លោះគ្នាអត់និយាយគ្នាហ្មងគឺគាត់ដាច់តំណែងជាមួយយើងដាច់ផឹងតែម្ដងត្រឹមតែមួយកំប៉ុងសាហាវហើយពួកយើងមិត្តចិត្តស្និទ្ធធម្មតាមកប៉ុណ្្នឹងគឺគាត់ប្លុកទុអស់ស្អីគឺខ្ញុំលែងមានតំណែងគឺខ្ញុំមានតែមួយគត់ជាមួយនឹងពួកម៉ាក់ខ្ញុំតពីគាត់ទេកំឡុងហ្នឹងពួកខ្ញុំគាត់ថាទៅតាមហ្នឹងហើយបើសិនជាមាននិស័យយើងហក់បានគ្នាវិញមករយៈពេលដែលមានដែលគាត់អត់នៅមួយខ្ញុំគឺគាត់ខ្លាំងមែនទេបើជឿអត់ថាម្ដាយគាត់សឹងតែរហូតពួកម៉ាក់គាត់ឬមួយក៏ហត់មករខ្ញុំខ្លួនឯងហ្មងណាដោយសារតែកូនគាត់ពេលយប់ខ្លះអង្គុយនៅលើខែបែរណាគឺអង្គុយលើខែហើយអុកខ្លួនឯងយល់អត់អុកបឹងដល់តែម៉ាក់ម្ដាយគាត់កូនឯងធ្វើអីគេអត់អីទេពងលេងហ្គេមឈ្នះទៅសបាយពេកហូរលោតលើខែយល់ទេវាមើលអញ្ចឹងហ្នឹងហើយអត់ដឹងថាអីទេណាម្ដាយគាត់ក៏ប្រាប់ទៀតមានជប់មួយនោះគាត់ត្រូវញ៉ាំការគេ
ហើយគាត់ឲ្យកូនគាត់ហ្នឹងជួយបិទអាលាវអាវក្រោយនេះ ហ្នឹងហើយរុំនេះស្អី រុំមិនតែអាវប៉ាក់អាវអីហ្នឹងមិនមានលាវច្រើនឲ្យកូនហ្នឹងឡើងមកកន្ទប់គាត់ដើម្បីឲ្យកូនហ្នឹងជួយបិទហើយគាត់ហ្នឹងក៏យកមើលកញ្ចក់ទូសំអាងហ្នឹងឃើញថាចិញ្ចើមគាត់គូអត់ទាន់ស្អាត បាទ គាត់ក៏យកបិចទៅធ្ញុចគូចិញ្ចើមមិនគៀកកញ្ចក់វឹបគឺគាត់ឃើញមុខគាត់ហ្នឹងខុសមករកគាត់ហ្មងមុខខ្លួនគាត់មិនមែនមុខអ្នកដតីទេយល់ទេ យល់ ម្ដាយគាត់ណាម្ដាយនឹងម្ដាយគាត់ហ្មងហើយគាត់ថាកូនឯងទូហ្នឹងកូនឯងយកអីបិទទៅយកកញ្ចក់យកកណាត់អីគ្របទៅកុំដាក់អីព្រោះកញ្ចក់នេះម៉ាក់មើលទៅដូចមិនអីម៉ាក់ចង់ជួយក្បាលឃើញកញ្ចក់ហ្នឹងអញ្ចឹងណាគាត់ក៏មិនហ៊ាននិយាយចំដែរហេតុការណ៍មួយកើតឡើងម្ដាយគាត់នឹងក្រោមឡើយជន់តែទៅកន្ទប់ក្រោយគាត់នៅជាន់ទី1កន្ទប់ក្រោយមិនផ្លង់សេពីលើ បាទបាទ ផ្សេងម្ដាយគាត់លូបសំលេងគោះពីជាន់កន្ទប់គាត់ហ្នឹងប៊ុំ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 គោះអាបេតុងហ្នឹង បាទ ចឹងបងប្អូនយល់អាគូបេតុងដូចប៊ុំ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 គាត់ក៏ស្ទុះឡើងមកបើកទ្វារកូននឹងគាត់កាច់គាត់ថាដឹងថាមិនទ្វារនឹងអត់ចាក់សោ បាទ កាច់ចូលទៅភឹបបែរដៃឃើញគេហាត់ប្រាណគេហូលអាដៃឆ្វាត់អត់ឲ្យជើងយើងមិនដាក់ទៅត្រង់ដូចយើងអវងចឹងតែយើងហូលជាប់ plank ហ្នឹងហើយហើយ អូខេ plank ចឹងហិចដៃតែដៃកថែជើងកថែហើយអាដៃមួយឈុំទឹកគោះអត់រហូតគោះអត់ពុំ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 អ៊ំគាត់ទាញទ្វារបិទក្រាំងគាត់ចៃហោគេជួយទេទៅរកប្តីគាត់ទេទៅរកនេះឲ្យស្លន់ណាមនុស្សស្លន់ណា យល់ ឡើងមកវិញកូននឹងដេកលេខធម្មតា គាត់ថាអ្នកចិត្តខាងមកកូននឹងដេកលេខធម្មតាយប់ចុងក្រោយដែលខ្លាំងបំផុតហ្មងគឺគាត់លឺកូនគាត់ស្រែកដូចមនុស្សឆាត់ឈឺខ្លួនណាស្រែកស្រែកឡើងថាដូចមនុស្សធ្ងរបងប្អូនអ្នកធ្លាប់មានអ្នកជំងឺដឹងហើយធ្ងរអាពេលឈឺក្នុងខ្លួនខ្លាំងណាដូចធ្ងរហ្មងណាមកដល់គាត់បើកទៅម្ដងទៀតបែរនឹងឃើញអីឃើញកូនគាត់កំពុងតែអង្គុយនៅលើទូសំអាងហ្នឹងអង្គុយមិនទូសំអាងវាមិនដាក់គ្រឿងសំអាងមែនទេកូនហ្នឹងគាត់អង្គុយឲ្យសកាត់អញ្ចឹងឲ្យជើងគាត់ទាំងពីរនៅលើទូសំអាងហ្នឹងឲ្យឈ្ងោកអូហេតុការណ៍ហ្នឹងគឺកើតពេលដែលគាត់ឆ្លោះគ្នាមួយខ្ញុំហើយអញ្ចឹងនេះគឺជាហេតុការណ៍ដែលម្ដាយគាត់ប្រាប់ខ្ញុំទេប៉ុន្តែគឺម្ដាយគាត់ខ្ញុំជឿថាគាត់មិនកុហកអីគាត់ឡើងកោសក់គាត់បួសតែម្ដងទីបំផុតកូនហ្នឹងក៏ត្រូវគេសន្ធិដ្ឋ បាទ ដែលគេធ្វើឲ្យខ្ញុំមួយគាត់ឆ្លោះគ្នារហូត បាទ រហូតគេផ្ដាច់គាត់មួយខ្ញុំអត់ឲ្យនៅក្បែរនិយាយទៅគាត់អត់មានអ្នកប្រឹក្សាលើរឿងហ្នឹងតែម្ដងក្រោយមកគេគាត់ចាប់តាមមានវិញ្ញាណសន្ធិដ្ឋអីចឹងចូលធ្វើបាបគាត់ស្រែលើអាឡូចូលចិត្តច្បាមសក់ខ្លួនឯងអង្គុយញ៉ាំអីចឹងអង្គុយញ៉ាំអីគាត់ច្បាមជុះសក់ខ្លួនឯងក៏មានដែរក្នុងសំពងមកតែពួកយើងក៏ពួកហ្នឹងក៏ចាប់ដើមហៅខ្ញុំទៅជួយអីចឹងទៅពួកយើងក៏រកគ្នាអីជួយ support គាត់ឬមួយក៏នាំគាត់ទៅរកលោកអីចឹងណាខ្ញុំធ្វើកិច្ចអញ្ចឹងអារឿងកិច្ចនេះខ្ញុំអត់សុំអត់និយាយទេខ្ញុំឲ្យស្ដាប់តារឿងរន្ធត់ទេដល់ហើយអស់ខ្ញុំក៏ប្រាប់ថាទូហ្នឹងហើយយកចេញហើយទិញពីណាមកបាត់ទឹកបត់ទេ អូខេ វាក៏និយាយដែរវាថាវាខូចមែនតែប៉ុន្តែវានៅតែស្រឡាញ់ទូខ្ញុំមិនដែរឃើញអាកៅអីទូសំអាងវាមិនមកទាំងឈុតកៅអីមែន បាទនឹងមាន គាត់ថាយប់មានយប់មួយគាត់គេងទៅគាត់អត់បិទភ្លើងអស់គេមានអំពូលដែលត្រេពណ៌9គាត់គេងប្រកាសចេះមិនទៅឃើញកៅអីហ្នឹងអាភ្នែកចិត្តទៅឃើញកៅអីហ្នឹងរត់គាត់ធោ តែគាត់ខ្ញុំសួរថាមិនបានមិនខ្លាចគាត់ថាពេលហ្នឹងគាត់អត់មានអារម្មណ៍ថាខ្លាចគាត់មានអារម្មណ៍ថាគាត់មួយអាហ្នឹងណាអារបស់ហ្នឹងគឺមនុស្សតែមួយដូចមិត្តភ័ក្តិអញ្ចឹងអាពេលហ្នឹងគឺពេលដែលគាត់ឆ្លោះគ្នាមួយខ្ញុំហើយនឹងអាចនិយាយបានថាគេបើនិយាយពីកុំព្យូទ័រគេ hack គេលួចចូលបានពាក់កណ្ដាលរហូតដល់គាត់ស៊ាំជាមួយនឹងទិដ្ឋភាពហ្នឹងដល់ចុងក្រោយគឺគេឡុកគាត់គេធ្វើគាត់ខ្លាំងរហូតដល់គាត់គោះអត់ដេកគោះហើយបើឯងគិតមើលមិនមែនដេកធម្មតាណាភ្លេងយូរណាច្រត់ណាឥឡូវបងប្អូនស្ដាប់ហើយបងប្អូនសាក់ធ្វើខ្លួនឯងជើងពីរទៅក្រោយយកតែចុងជើងច្រត់ហើយលើកដៃមួយចំហៀងសកត់លើកខ្លួនឲ្យផុតពីអត់ហើយដៃមួយចំហៀងគោះអត់យកហ្មង វាគួរតែនិយាយកន្លែងហ្នឹងថាចេះទូអ្នកហាត់ប្រាណដែល គាត់ធ្វើអត់ ខ្លាំងពិបាក គាត់បានតែធ្វើ ធ្វើណា ហូលជាប់ឯងប៉ុន្តែអាចតាមកាយវិការគឺអត់ហ្មងម្ដាយគាត់គឺគាត់ឃើញហើយគាត់ថាគាត់មកជីវិតហ្នឹងហ្មងគាត់ជឿលើពពុទ្ធពធគាត់អត់ជឿលើរូបគាត់អត់ជឿលើថាលោកនឹងមានវិញ្ញាណប៉ុន្តែលើកនេះគឺមកលើកូនគាត់គឺគាត់ជឿរហូតដល់ថ្នាក់គាត់ប្រាប់ថាគាត់ទៅវត្តណាគាត់ប្រាប់គេថាមានឯកំលេងគាត់ប្រាប់យាយសេរីអ្នកកាន់ធម៌ថាមានវិញ្ញាណមែនឯកូនអញស្គាល់ហើយ ចាប់ថ្ងៃហ្នឹងមកគឺទូហ្នឹងគឺពួកយើងចាប់ដើម return ទៅឲ្យណែទៅជួសនឹងវិញ
លក់ក្នុងតម្លៃអីមួយផ្សេងទៅទៀតយល់ហើយហ្នឹងណា យល់ អញ្ចឹងគាត់ក៏ចាប់ដើមយើងធូរស្រាលត្រឡប់មកវិញយើងក៏ចាប់ដើមហើអត់ឲ្យគាត់នៅផ្ទះហ្នឹងទៀតទេហ្នឹងក៏ចាប់ធំប៉ុណ្ណឹង អូសាហាវមែនតើស្ដាយអូខ្ញុំសម័យឃើញអាទិដ្ឋភាពឧទាហរណ៍ដូចជាក្អីមនុស្សអង្គុយនៅលើប្រគុណ អញ្ចឹងហ៎ មនុស្សអង្គុយនៅលើប្រគុណដែលពាក់កណ្ដាលជើងណាហើយអឺតមើលគាត់អូបើសិនជាខ្ញុំងាប់អុយមើលមកខ្ញុំរត់ផ្អើលជើងហ្មងណា នេះដោយសារពេលហ្នឹងគឺខ្លាំងណាស់ដោយសារតែគាត់អត់នៅកាប់តែខ្ញុំគាត់នៅមួយខ្ញុំតែងតែប្រាប់គាត់អូហើយធ្វើនេះហើយធ្វើនោះតិចតួចទុកគាត់ធ្វើបាន បាទបន្ថែមពីលើនឹងទៀតអ្វីដែលស្ដែងគឺអង្គុយរបៀបឆ្មាអង្គុយឬក៏សាប់ស្ដក់អង្គុយនៅលើទូ បើនិយាយមកដូចអង្គុយលើថ្នាំផ្ទះអញ្ចឹង Conjuring ហ្នឹងអូសាហាវមែនតើ ហើយសក់សពងរហូតពេលដែលមានបញ្ហាគាត់ចូលចិត្តអង្គុយទៅជុំសក់ខ្លួនឯងឡើងសពងឡើង ប៉ុន្តែយើងអត់ដឹងថាតើនៅក្នុងនោះជាវិញ្ញាណ ពួកយើងអត់ដឹងទេពួកយើងសុខចិត្តថាពួកយើងអត់ចង់ដឹងរឿងទាំងអស់ហ្នឹងយើងធ្វើមិនសង្គ្រោះថាពួកម៉ាក់យើងចេញមកវិញឲ្យផុតគឺពួកយើងឈប់តែម្ដង អូខេ អាវ៉ាន់ទៅជួបក្នុងផ្ទះគាត់មានប៉ុន្មានគឺគាត់ហើចោលទាំងអស់ប្រើរបស់សតតែថ្លៃ សាហាវមែនតើអូខេបងប្អូនទាំងអស់គ្នាសម្រាប់ខ្ញុំស្ដាប់ភាសារឿងច្រើនដែរអត់សូវខ្លាចទេខ្លាចតិចប៉ុន្តែរឿងដែលខ្ញុំចែកម្លែកទី1ហើយនឹងបងដាក់ខ្ញុំឡើងចង់ប៉ើងដែរសង្ឃឹមថាបងប្អូនទាំងអស់គ្នាចូលចិត្តនៅសាច់រឿងទាំងពីរហ្នឹងអរគុណសម្រាប់ការស្ដាប់កុំភ្លេចអសបើមានសាច់រឿងដែលល្អកុំភ្លេចផ្ញើមកកាន់ page យើងបងអាចបញ្ចប់បាន ហ្នឹងហើយអញ្ចឹងអាចនៅមានជាដូចថាយោបល់ឲ្យតដែរទិញរបស់អីមួយក៏ដោយយើងតេស្តរបៀបយើងតែនេះណាយកទៅដាក់ជំនាញផ្ទះជំនាញអីមិនថាជាទូឈើឬមួយក៏អីចាំបីតាហូបជារបស់ផ្សេងៗដែលយើងគិតថាវាជារបស់ដែលពាក់ព័ន្ធជាមួយនឹងមុនវិជាមិនថាចិនមិនថាខ្មែរមិនថាអីរបស់ពាក់ព័ន្ធមុនវិជាយើងដាក់មកមួយចាននៅជំនាញផ្ទះមកហើយយកឲ្យធុសុំទៅអញ្ចឹងមកដូចស្រាប់និយាយម្ដងហើយមិនដឹងថានៅសូណាទេខ្ញុំថាហេតុអីក៏ផ្ទះមានជំនាញផ្ទះហេតុអីក៏គេមកបានទី1ជំនាញផ្ទះគាត់អាចខាត់មិត្តភ័ក្ដិយើងបានទេអញ្ចឹងមានន័យថាបើសិនជាយើងយកមិត្តរបស់ហ្នឹងដាក់ក្នុងកប៉ៅដាក់ចូលក្នុងផ្ទះរុយមានថាជំនាញផ្ទះគាត់ដឹងថារបស់ហ្នឹងមិនល្អក៏គាត់អាចដេញបានដែរមូលហេតុពូម៉ាក់ម្ចាស់ផ្ទះ មានការអនុញ្ញាត ហ្នឹងម្ចាស់ផ្ទះនាំមកដឹកដៃមកដល់ផ្ទាល់ហ្មងតែបើសិនជាយើងក្នុងករណីយើងយកមកដាក់គឺម្ចាស់ផ្ទះគាត់ជួយ check ឲ្យយើងមិនថាលោកតាម្ចាស់ទឹកម្ចាស់ដីជួនកាលផ្ទះយើងមានជំនាញបែបផ្សេងម្ចាស់អ្នកគ្រប់គ្រងអង្គបារមីអីផ្សេងៗគឺគាត់អាចជួយ check យើងបានអញ្ចឹងជំនាញផ្ទះគឺដូចទីស្នាក់ការកណ្ដាលរបស់ផ្ទះរបស់យើងអញ្ចឹង បាទ អញ្ចឹងយើងដាក់ជំនាញផ្ទះជួនកាលគាត់មើលឃើញគាត់ឲ្យគ្រូបាជាយើងអីជួនកាលគាត់មានវិធីក្នុងការតែវិធីគឺយើងអាចដោះស្រាយបានចាហ្នឹងគឺជាអ្វីដែលចង់ចែករំលែកតែវាអត់មានអីហត់ទេគ្រាន់តែប៉ុណ្្នឹងវាអត់មានក្បួនអីត្រូវអស់លុយទេតែយើងអាចដឹងបាន បាទអូខេអរគុណមែនតើសង្ឃឹមថាមានការ like share ច្រើនសម្រាប់អេពីសូតនេះហើយយើងជួបគ្នានៅអេពីសូតក្រោយទៀត បាទជម្រាបលា Chill